ព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយកម្លាំងទ័ពរវាងកម្ពុជាជាមួយនឹងថៃកាលពីព្រឹកមិញធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ច្បាប់ពរាជសម្ភារដែលគាត់និយាយថាកុំទុកចិត្តបរទេសកុំទុកចិត្តអភិនេស្ក្រកុំទុកចិត្តអភិប្រាយប្រើទុំលែងខ្ពស់រំពឹងឲ្យឆ្ងាយស្ដាប់ពាក្យបរិយាយបណ្ណាមេជីក្នុងន័យនេះកុំទុកចិត្តបរទេសបានន័យថាយើងមិនគួរទុកចិត្តទាំងស្រុងមិនបានទុកចំណែកខ្លះសម្រាប់ការពារខ្លួនឬក៏ទុកផ្លូវក្រោយសម្រាប់ខ្លួនឯងនៅក្នុងពេលមានគ្រាអាសន្នបរទេសក្នុងន័យនេះបានន័យថាប្រជាជនឬក៏ប្រជាជាតិផ្សេងអញ្ចឹងក្នុងទំនាក់ទំនងយើងឃើញពេលខ្លះប្រទេសផ្សេងប្រជាជនផ្សេងគាត់សម្ដែងថាល្អហើយប៉ុន្តែធៀបពិតជាក់ស្ដែងយើងអាចទាយដឹងមើលធ្លុះ 100% ថាតើសកម្មភាពល្អនោះវាចេញពីចិត្តឬក៏គ្រាន់តែជាការសម្ដែងត្រឡប់មកប្រវត្តិសាស្ត្ររយៈពេល200ឆ្នាំចុងក្រោយនេះរវាងកម្ពុជានិងសៀមដែលសម័យក្រោយមកក៏ដូរឈ្មោះទៅជាប្រទេសថៃនៅក្នុងឆ្នាំ1939អញ្ចឹងនៅពេលដែលបារាំងចូលមកដាក់អាណានិគមនៅកម្ពុជាយើងឃើញថាបារាំងព្យាយាមទាមទារយកទឹកដីខ្មែរដែលនគរសៀមបានកាន់កាប់ពីអតីតកាលនៅក្នុងឆ្នាំ1904បារាំងនិងសៀមបានចុះអនុសញ្ញាមួយនៅថ្ងៃទី13ខែកុម្ភៈតែពេលនោះបារាំងយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីខេត្តចន្ទបុរីប៉ុន្តែសៀមត្រូវប្រគល់ឲ្យបារាំងនៅខេត្តត្រាតនិងតំបន់ដានសែនៅក្នុងឆ្នាំដដែលនោះសៀមបានប្រគល់ខេត្តត្រាតកោះកុងមលូព្រៃនិងទន្លេរូពៅឲ្យបារាំងថែមទៀត3ឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ1907តាមសន្ធិសញ្ញាបារាំងសៀមបានប្រគល់ខេត្តចំនួន3ឲ្យអាជ្ញាធរបារាំងដែលពេលនោះជាអាណាព្យាបាលរបស់កម្ពុជាគឺមានខេត្តបាត់ដំបងសៀមរាបនិងស្រីសុភ័ណ្ឌប៉ុន្តែសៀមបានយកវិញនៅខេត្តត្រាតនិងទឹកដីដានសែរយៈពេល33ឆ្នាំក្រោយមកនៅពេលដែលជប៉ុនចូលមកកាន់កាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្លៀតក្នុងអាកាសបារាំងចុះខ្សោយថៃតែបដូរឈ្មោះពីសៀមហ្នឹងគឺបានខົບខិតជាមួយនឹងរដ្ឋាភិបាលជប៉ុនធ្វើសន្ធិសញ្ញានៅទីក្រុងតូក្យូនៅក្នុងឆ្នាំ1940ដែលសន្ធិសញ្ញានោះគឺអនុញ្ញាតឲ្យសៀមយកត្រឡប់ទៅវិញនៅខេត្តសៀមរាបបាត់ដំបងនិងកំពង់ធំពីខ្មែរបន្ទាប់ពីសន្ធិសញ្ញានៅទីក្រុងតូក្យូក៏មានការចុះអនុសញ្ញាបារាំងជប៉ុននៅថ្ងៃទី9ខែឧសភាឆ្នាំ1941គឺបានបញ្ជាក់បន្ថែមដែលពេលនោះបានផ្ដល់ឲ្យថៃនៅខេត្តបាត់ដំបងមួយភាគនៃសៀមរាបកំពង់ធំនិងស្ទឹងត្រែងប៉ុន្តែសន្ធិសញ្ញាឆ្នាំ1941រវាងបារាំងនិងជប៉ុនហ្នឹងក៏ត្រូវបានលុបចោលវិញតាមសន្ធិសញ្ញាបារាំងសៀមថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1946នៅទីក្រុងតូក្យូបន្ទាប់ពីជប៉ុនទទួលបរាជ័យនៅសង្គ្រាមលោកលើកទី2យើងឃើញថាការដណ្ដើមយកទៅវិញទៅមកនៅទឹកដីរវាងបារាំងជប៉ុនហើយខ្មែរហ្នឹងមិនទាន់ចប់ទេជាក់ស្ដែងក្រោយពីកម្ពុជាប្រកាសឯករាជ្យពីបារាំងនៅក្នុងឆ្នាំ1953ហ្នឹងភ្លាមថៃគេបានបញ្ជូនកងកម្លាំងមកឈរជើងនៅប្រាសាទព្រះវិហារនិងតំបន់នៅប្រាសាទព្រះវិហារអះអាងថាទីតាំងនោះគឺជាទឹកដីរបស់ខ្លួនអញ្ចឹងរឿងក្តីប្រាសាទព្រះវិហារហ្នឹងក៏ត្រូវបានរដ្ឋាភិបាលខ្មែរដាក់បណ្ដឹងទៅតុលាការទីក្រុងឡាអេដែលយើងឈ្នះក្តីនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ប៉ុន្តែរឿងព្រំដែនរវាងកម្ពុជានិងថៃមិនត្រូវបានបិទបញ្ចប់ជាស្ថាពរទេនៅឆ្នាំ2008រហូតដល់2011យើងឃើញមានការប៉ះទង្គិចនៅតំបន់ប្រាសាទព្រះវិហារដោយភាគីទាំងពីរដណ្ដើមគ្នាកាន់កាប់នៅទឹកដីតំបន់នោះក្រៅពីតំបន់ប្រាសាទព្រះវិហារយើងឃើញមាននៅតាមបណ្ដោយព្រំដែនមាននៅប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទតាកបីហើយជាពិសេសគឺការវិវត្តចុងក្រោយគឺនៅជិតតំបន់មុំ3រវាងកម្ពុជាថៃនិងឡាវគឺតំបន់ចុងបូកដែលព្រឹកមិញនេះមានការប៉ះទង្គិចនិងបណ្ដាលឲ្យទាហានកម្ពុជាមួយរូបពលីក្នុងព្រឹត្តិការណ៍នេះអញ្ចឹងសរុបមកវិញ
ខ្ញុំសូមវាតម្លៃតែមួយផ្នែកក៏មួយជ្រុងពីព្រោះការវាតម្លៃនេះយើងនិយាយតាមមួយជ្រុងតែពិតមានជ្រុងផ្សេងទៀតអញ្ចឹងយើងឃើញថាបើមើលក្នុងន័យមិនសូវវិជ្ជមានយើងនិយាយថាឈើដែលវាជុងផ្នែកយើងវាធ្វើពេលអាចធ្វើយើងខ្វាក់បានគឺភាគច្រើនជាឈើដែលនៅចិត្តនឹងខ្លួនយើងឬក៏ឈើដែលចិត្តនឹងមុខយើងបើសិនបើឈើឬក៏ព្រួញដែលមកពីចម្ងាយយើងអាចប្រុងប្រៀបខ្លួនយើងអាចគិតផុតពីការចាក់ឬក៏ជុងបានប៉ុន្តែបើចិត្តនេះវាពិបាកត្រៀមខ្លួនអញ្ចឹងដូចគ្នាដែរយើងសង្កេតឃើញថារយៈពេល200ឆ្នាំយើងមើលតែ200ឆ្នាំចុងក្រោយនេះយើងឃើញថាទំនាក់ទំនងរវាងកម្ពុជានិងថៃមានទាំងលោកអឺននិងមានទាំងរកម្មរកោសជាក់ស្ដែងឬរឿងបញ្ហាព្រំដែនយើងឃើញមានភាពរកម្មរកោសច្រើននិយាយក្នុងន័យនេះមិនមែនមានន័យថាយើងទៅចងកំហឹងគំនុំគុំគួនជាមួយនឹងប្រទេសជិតខាងយើងទេតាមពិតបើសិនបើយើងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាងហើយយើងមានអ្នកជិតខាងល្អវាប្រៀបដូចជារបងការពារយើងដ៏រឹងមាំទន្ទឹមនោះបើសិនបើយើងមានអ្នកជិតខាងល្អវាប្រៀបដូចជាទឹកចិត្តបើសិនបើយើងមានភ្លើងឆេះផ្ទះអញ្ចឹងគេមានទឹកនៅចិត្តផ្ទះយើងអាចជួយបន្លត់ភ្លើងបានតែចូលយើងកុំភ្លេចថាកុំទុកចិត្តបរទេសកុំទុកចិត្តអភិនិស្សកុំទុកចិត្តអភិប្រាយស្លោកនេះគឺមិនហួសសម័យទេបែរថាយើងកុំទុកចិត្ត 100% គួរតែមានចំណែកខ្លះដើម្បីការពារខ្លួនសូមអរគុណចំពោះការតាមដានស្ដាប់